របៀបនិយាយស្ដីទៅកាន់កូនគឺអត់ដូចគ្នាទេខ្ញុំមានកូន4នាក់របៀបដែលខ្ញុំនិយាយទៅកាន់កូនមួយគឺអត់ដូចគ្នាទេតាមរបៀបដែលកូនអាចទទួលយកបានអញ្ចឹងគឺក្នុងនាមជាប៉ាម៉ាក់ខ្ញុំលើកទឹកចិត្តឲ្យរៀនយល់ពីកូនហើយមានឧទាហរណ៍ជាច្រើននៅជុំវិញខ្លួនកូនខ្លះយើងគ្រាន់តែនិយាយគាត់ស្ដាប់គាត់ទទួលតែកូនខ្លះគាត់អត់ត្រូវការស្ដាប់ទេគាត់ត្រូវការមានបទពិសោធន៍គាត់ត្រូវការប៉ះគាត់ត្រូវការភ្លក់ចាគាត់ត្រូវការជួបផ្ទាល់កាលពីខ្ញុំមិនតមានកូនខ្ញុំធ្លាប់ធ្វើការជាមួយតកែជនជាតិអាមេរិកកាំងពេលហ្នឹងគាត់និយាយថាក្មេងបើយើងប្រាប់ថាភ្លើងក្តៅវាអត់ជឿទេតលូកដៃប៉ះអញ្ចឹងពេលហ្នឹងខ្ញុំក៏ជឿគាត់ហើយក៏ខ្ញុំគិតថាតសាបណ្ដឹងថាវាក្តៅឬក៏អត់ព្រោះយើងប្រាប់ថាក្តៅមិនក៏គាត់អត់ជឿដែរតែនៅពេលដែលឥឡូវនេះរហូតមកដល់ឥឡូវនេះខ្ញុំដឹងក្មេងខ្លះគឺគាត់ជឿពេលដែលយើងប្រាប់ថាភ្លើងគឺក្តៅតែក្មេងខ្លះគឺគាត់នៅតែត្រូវការលូកបានគាត់ជឿអញ្ចឹងសូមបញ្ជាក់ឲ្យឃើញថាมันប្រកាសថាក្បួនដែលយើងធ្លាប់ឮពីមុនហ្នឹងវាអាចយកមក apply គ្រប់ក្មេងទេជាក់ស្ដែងគឺបទពិសោធន៍ផ្ទាល់កូនខ្ញុំ4នាក់គឺខុសគ្នាចាក្នុងចំណោមកូន4នាក់ហ្នឹងគឺមែនមានកូនដែលយើងគ្រាន់តែប្រាប់ថាភ្លើងក្តៅគាត់ជឿហើយនឹងមានកូនដែលគាត់ត្រូវតែលូកភ្លើងហ្នឹងហើយបានគាត់ជឿថាវាក្តៅភាសាដែលយើងនិយាយទៅកាន់កូនក៏ខុសគ្នាដែរមិនអាចកូនយើងទាំងអស់ប្រើភាសាដូចគ្នាទេហើយក្បួនមួយចំនួនក៏អត់ work ដែរចង់និយាយថាវាអត់បានផលទៅលើកូនផ្សេងដូចគ្នាកូនមួយក្បួនមួយចាត្រឡប់មកវិញគឺប៉ាម៉ាក់ទាំងអស់ខ្ញុំលើកទឹកចិត្តថាបើសិនជាអាចរៀនយល់ពីអត្តចរិតរបស់កូនយើងមួយហើយមួយទៀតភាសាចាភាសាដែលគាត់អាចយល់របៀបដែលយើងនិយាយព្រោះប៉ាម៉ាក់មួយចំនួនគាត់គិតថាប្រើការប្រៀបធៀបដើម្បីឲ្យកូនប្រឹងតែដូចខ្ញុំនិយាយកាលពីវីដេអូមុនអញ្ចឹងការប្រៀបធៀបប្រហែលជាវាអាច work ចំពោះកូនមួយចំនួនតែវាអត់ work ចំពោះកូនទាំងអស់ទេហើយដែលកន្លងមកប៉ាម៉ាក់ជាច្រើនគឺអនុវត្តបែបហ្នឹងចាអញ្ចឹងបើសិនជាកូនជាប្រភេទកូនដែលមានអត្តចរិតអត់ចូលចិត្តឲ្យគេប្រៀបធៀបអញ្ចឹងនៅពេលដែលយើងប្រៀបធៀបគឺជាការបំបាក់កូនទៅវិញទេហើយមួយទៀតដែរចំពោះខ្ញុំដោយសារខ្ញុំមានកូនស្រីធំហើយគាត់រៀនមហាវិទ្យាល័យចូលឆ្នាំទី2ហើយឆ្នាំហ្នឹងអញ្ចឹងគឺខ្ញុំតែងតែប្រាប់កូនដោយសារតែខ្ញុំដឹងថាកូនខ្ញុំយល់កូនខ្ញុំមានមូលដ្ឋានគ្រឹះដែលខ្ញុំអាចប្រើភាសានឹងបានខ្ញុំតែងតែប្រាប់ថាដោះស្លាបចាដោះស្លាបឲ្យវែងហើយឲ្យធំហើយហោះឲ្យឆ្ងាយហើយឲ្យខ្ពស់ដើម្បីឲ្យកូនអាចដឹងនៅពេលដែលកូនហោះកាន់តែឆ្ងាយកូនហោះកាន់តែខ្ពស់គឺកូនមើលបានកាន់តែច្បាស់កូននឹងមើលឃើញពីរូបភាពធំពីលើមកតែម្ដងអញ្ចឹងគឺសម្រាប់កូនស្រីរបស់ខ្ញុំដឹងថាខ្ញុំនិយាយភាសាហ្នឹងទៅគឺគាត់អាចយល់តែបើកូនផ្សេងចាខ្ញុំមិនអាចប្រើភាសាហ្នឹងទេចាគឺខ្ញុំត្រូវបញ្យល់របៀបដែលគាត់អាចយល់ព្រោះអត់ដូចគ្នាទេខ្ញុំមិនអាចប្រាប់កូនប្រុសទី2របស់ខ្ញុំឲ្យគាត់ប្រឹងដោះស្លាបហើយលាស្លាបឲ្យវែងហើយហោះឲ្យខ្ពស់ទេគាត់នឹងហោះទៅវឹងហ្មងបាត់ឈឹងហ្មងចាអញ្ចឹងក្នុងនាមជាប៉ាម៉ាក់គឺខ្ញុំលើកទឹកចិត្តឲ្យរៀនយល់ពីកូនហើយយើងអត់មិនប្រកាសថាក្បួនដែលយើងដឹងឬក៏បទពិសោធន៍ជុំវិញខ្លួនហ្នឹងយើងអាចយកមក apply ទេយើងអាចប្រហែលជាយើងអាចសាកល្បងម្ដងពីរដងហើយវាខុសហើយយើងត្រូវប្រញាប់ដឹងខ្លួនដើម្បីកុំឲ្យក្បួនហ្នឹងយើងប្រើទៅលើកូនខុសប្រៀបដូចយើងជាប៉ាម៉ាក់គឺបំបាក់ទឹកចិត្តកូនទៅវិញទេ